วีดีโอมือนี้បានដកស្រង់ចេញពីសៀវភៅ Guru វិភាគ Guru ដែលនិពន្ធដោយ Osho នៅក្នុងសៀវភៅនោះបាននិយាយថាព្រះពុទ្ធព្រះអង្គទ្រង់ជំរះចោលនិមិត្តរូបទាំងអស់ពោលគឺជារឿងរ៉ាវទាំងឡាយណាដែលនិយាយអំពីអតីតកាលនិងរឿងរ៉ាវទាំងឡាយណាអំពីអនាគតកាលទាំងអស់ហើយនៅទីបញ្ចប់ចុងក្រោយដែលព្រះអង្គលះបង់នោះគឺជារបស់ដែលពិបាកបំផុតនៅក្នុងលោកក្នុងការឲ្យព្រះអង្គជំរះអត្តារបស់យើងចោលបន្សល់ត្រឹមតែពាក្យមួយគឺពាក្យទទេស្អាតតែប៉ុណ្ណោះភាពទទេស្អាតនេះទ្រង់ហៅថានិព្វាននិព្វានមិនមែនមានគៀននោះទេវាគ្រាន់តែជាភាពទទេពេលអ្នកជំរុះអ្វីគ្រប់យ៉ាងដែលអ្នកសន្សំមកពេលអ្នកមិនស្វាត់ស្វែងរកអ្វីមួយពេលអ្នកមិនមានអ្វីដែលខ្វះខាតនិងមិនស្រវេស្រវារកអ្វីមួយរំពេញនោះភាពទទេស្អាតក៏នឹងស្ដែងចេញមកទាំងដែលវាស្ថិតនៅត្រង់នេះគឺមានស្រាប់តែម្ដងភាពទទេស្អាតស្ថិតនៅត្រង់នោះប៉ុន្តែអ្នកប្រមូលសម្រាមច្រើនពេកហើយរហូតដល់គ្មានកន្លែងទំនេរប្រៀបដូចផ្ទះដែលមានរបស់របរពាសវិពាសកាលអ្នកមើលទៅលេងឃើញកន្លែងទំនេរហើយនៅទីបញ្ចប់វាក៏ពេញដល់ពេលត្រូវផ្លាស់ចូលទៅក្នុងនោះហើយចង់ទៅនៅក្នុងផ្ទះនោះគឺពិបាកពីព្រោះវាគ្មានកន្លែងទំនេរប៉ុន្តែទីធ្លាមិនបានបាត់ទៅណានោះទេសាកគិតមើលទៅសាកពិចារណាមើលទៅទីទំនេរមិនបាត់បង់ទៅណានោះឡើយតាមពិតគឺមកពីអ្នកមានសង្ហារឹមមានទូរទស្សន៍វិទ្យុព្យ៉ាណូនិងរបស់របរជាច្រើនពេកហើយទីទំនេរមិនបាត់បង់ទៅណានោះទេចូលយកគ្រឿងសង្ហារឹមចេញពីនោះទៅពេលនោះទីទំនេរនឹងស្ដែងចេញឡើងវាស្ថិតនៅទីនោះជានិច្ចកាលលាក់កប់ក្រោមសង្ហារឹមនិងរបស់របរផ្សេងមិនធ្លាប់ត្រូវបានកម្ចាត់ចោលឯណាកន្លែងទំនេរមិនដែលបាត់ពីទីនោះទេគ្មានទេសូម្បីតែមួយវិនាទី